mưa sạt mặt đào đi coi mà có trâm tại môi bờ bịch này xóa sạch cọc rọp bòn đợt mình ta bàn bật luôn ở linh đam chơi đại thua đo chùm rốt đỏ sọc san đo sạch cọc tiếng nắng cọ prai khaiตัวจริงงวบปุกพอยในក្នុងវីដេអូដែលបងប្អូនកំពុងតែទស្សនាឃើញមានសត្វកុកជាច្រើននេះគឺជាទស្សនវិជ្ជាពីមុនមើលទៅពិតជាស្រស់ស្អាតមែនទែនឲ្យតែដល់ពេលល្ងាចគឺហ្វូងសត្វកុកទាំងអស់ហ្នឹងចាប់ដើមហើឆ្វែររកតំណុំដេកនៅតាមដើមឈើរៀងៗខ្លួនបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាហេតុអីនៅសុកហ្វូងសត្វកុកទាំងអស់ហ្នឹងបានបាត់ខ្លួនពីទីនេះហើយដើមឈើដែលធ្លាប់តែរស់រានមានជីវិតនិងផ្ដល់ជំរកទៅដល់សត្វកុកទាំងអស់ហ្នឹងក៏បែរជាងាប់ពុកផុយធ្លាក់ពេញទឹកពេញដីខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងពីមូលហេតុហើយបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពីមូលហេតុទាំងអស់ហ្នឹងទំនប់មួយនេះគឺយើងហៅតគ្នាថាទំនប់ត្រជាក់ចិត្តឬក៏បឹងត្រជាក់ចិត្តដែលមានទីតាំងនៅភូមិរុងឃុំព្រៃតឡាចស្រុករុក្ខាគិរីខេត្តបាត់ដំបងបន្ទាប់ពីបឹងមួយនេះគេបានលើកទំនប់ខ្ពស់ជាងមុនយើងឃើញថាបឹងមួយនេះវាបានស្តុកទឹកទុកបានប្រើច្រើនជាងមុននៅរដូវវស្សាហើយយើងក៏ឃើញមានសត្វកុកសត្វគ្រាសត្វកសាជាច្រើនវាមកនៅទីនេះគួបផ្សំនឹងអាជ្ញាធរបងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សថែរក្សាការពារមិនបបាញ់មិនទៅរំខានពីបាត់វាក៏គៀងពណ៌គ្នាមកដេកមករស់នៅទីនេះកាន់តែចាឡើងរហូតដល់ប្រែคลายទីនេះទៅជាតំបន់ដ៏តាក់ទាញមានមនុស្សមកលេងមកជីទូកមកមើលថ្ងៃលិចជាដើមសំណួរសួរថាហេតុអីក៏ដើមឈើទាំងអស់ហ្នឹងបានបាត់បង់ជីវិតដើមឈើទាំងអស់ហ្នឹងបានបាត់បង់ជីវិតដោយសារតែកត្តាជាច្រើនមិនមែនដោយសារតែការកាប់បំផ្លាញនោះទេទី1គឺដោយសារតែទឹកដោយសារតែដើមឈើទាំងអស់នេះគឺជាដើមឈើប្រភេទដើមឈើភ្នំដើមឈើនៅតាមវាលធម្មតាមិនមែនជាប្រភេទព្រៃលិចទឹកមិនមែនជាប្រភេទដើមឈើលិចទឹកទេអញ្ចឹងនៅពេលដែលទឹកវាមកច្រើនវាធ្វើឲ្យគ្រឹះក្រោមនៃដើមឈើហ្នឹងចាប់ដើមត្រុតត្រោមចាប់ដើមខូចទ្រង់ទ្រាយវាធ្វើឲ្យដើមឈើចាប់ដើមជ្រុះស្លឹកបន្តិចម្ដងពីមួយឆ្នាំទៅមួយឆ្នាំដើមឈើយើងកាន់តែត្រុតត្រោមទៅហើយវាគួបផ្សំនឹងទឹកដែលវាហូរចូលមកហ្នឹងគឺជាប្រភេទទឹកដែលហូរពីស្រែមកពីមានថ្នាំគីមីថ្នាំសម្រាប់ស្មៅក៏ដូចជាជីគីមីជាច្រើនទៀតវាធ្វើឲ្យដើមឈើទាំងអស់ហ្នឹងអាចទ្រទ្រង់នឹងបរិយាកាសទាំងអស់ហ្នឹងបានណាអញ្ចឹងដើមឈើហ្នឹងក៏បានបាត់បង់ជីវិតពេលបន្តិចម្ដងអញ្ចឹងទៅនឹងគឺជាមូលហេតុទី1មិនមែនដោយសារតែការកាប់បំផ្លាញទេគឺយើងអាចប្រែកណាហើយទី2តើតើនឹងសត្វកុកបាត់ខ្លួនកុកបាត់ខ្លួនដោយសារតែទីនេះវាអស់ទឹកបងប្អូនអញ្ចឹងតើតើនឹងមូលហេតុនៃការបាត់ខ្លួនសត្វកុកហ្នឹងមិនមែនដោយសារតែការបោកបាញ់ដោយសារតែការសម្លាប់ទេគឺវាជាធម្មជាតិនៃសត្វកុកទេមើលសាទបណ្ដាលនេះចូលមកអាកាអូយខ្លាចទេណាខ្លាចទេអូយមើលស្អាតណាខ្លាចណា